តើមានអ្វីកើតឡើងបើ Sun Power ដ៏មហិមាដែលមិនចេះរីងស្ងួត Cutting Edge Technology ដែលលើសពីការស្មាននិងភាពប្រណិតឥតខ្ចោះនៃសិល្បៈរួមបញ្ចូលគ្នាជាអង្គភាពតែមួយនេះមិនមែនគ្រាន់តែជារថយន្តសម្រាប់ដឹកអ្នកពីផែន A ទៅផែន B នោះទេក៏ប៉ុន្តែវាគឺជាសក្ខីភាពថ្មីនៃមហិច្ឆតារបស់មនុស្សថ្ងៃនេះ Channel Automotive BKX នឹងនាំបងប្អូនមកបើកច្រកទ្វារព្រះចន្ទ្រាដើម្បីស្គាល់ជាមួយនឹងរថយន្តយ៉ាងវ៉ាង UX ជាកំពូលរថយន្តប្រភេទ SUV អគ្គិសនីជំនួសដោយម៉ាស៊ីនសាំង Plug-in Hybrid EV ពីក្រុមហ៊ុនយក្សពិភពលោក BYD ដែលនាំយើងធ្វើដំណើរឆ្ពោះទៅកាន់ Galaxy នៃបច្ចេកវិទ្យាដ៏ភ្លឺរលោងក៏ប៉ុន្តែមុននឹងយើងទៅដឹងពីរថយន្តមួយ model នេះសូមបងប្អូនជួយចុច Subscribe និងបើកសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តពំនាំយកវីដេអូប្លែកៗអំពីរថយន្តមកចែកជូនបងប្អូនទាំងអស់គ្នាជារៀងរាល់សប្តាហ៍បើយើងនិយាយពីការរចនាបថផ្នែកខាងក្រៅរបស់ UX នេះមិនមែនគ្រាន់តែជាការដំឡើងគ្រឿងដែកនោះទេក៏ប៉ុន្តែវាគឺជាការរចនាបែបច្រកទ្វារព្រះចន្ទ្រា Siles David បងប្អូនមើលចុះចង្គៀងខាងមុខដ៏ធំនេះដែលវាមានរាងអក្សរ C នេះមិនមែនគ្រាន់តែសម្រាប់បំភ្លឺផ្លូវនោះទេក៏ប៉ុន្តែវាគឺជាសិល្បៈផ្កាយរណបដែលអាចចាំងពន្លឺប្រៀបដូចជា Galaxy អញ្ចឹងវាមិនត្រឹមតែផ្ដល់ពន្លឺច្បាស់ដូចជាថ្ងៃនោះទេក៏ប៉ុន្តែវាផ្ដល់នូវ Unit Identity មិនថានៅលើផ្លូវទីក្រុងឬផ្លូវលំនោះទេបន្ទាត់ទឹកឬក៏វត្តថាលីនបន្ទាត់នេះរចនាមកដែលអូសត្រង់ពីមុខរហូតដល់ផ្នែកខាងក្រោយបង្ហាញពីភាពរឹងមាំដូចថ្មដានិងធានាបាននូវ visibility បានទូលាយបំផុតវាបានបំពាក់ជាមួយនឹងភ្លើង LED ជាច្រើនខ្សែដែលវានឹងបង្ហាញរូបភាព animation ជាពន្លឺរត់ចុះឡើងនៅពេលបងប្អូនសាកថ្មបញ្ចេញថាមពលឬនៅពេលបងប្អូនដើរមកជិតដើម្បីចាក់សោរថយន្តបើនៅលើដំបូលវិញវាក៏បានបំពាក់ជាមួយនឹងឧបករណ៍ scan ស្ថានភាពផ្លូវជុំវិញខ្លួនក្នុងកម្រិតមីលីម៉ែត្រដើម្បីគ្រប់គ្រងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិឲ្យមានសុវត្ថិភាពខ្ពស់បំផុតបើយើងនិយាយពីបច្ចេកវិទ្យានិងខួរក្បាលបញ្ជាម៉ូទ័រទាំង4នោះវាគឺជាបេះដូងដែលសំខាន់មែនទែនដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនោះគឺជាប្រព័ន្ធ Info Platform រថយន្តនេះវាខុសពីរថយន្តប៉ង2ធម្មតា UX បានប្រើប្រាស់ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន4បំបែកដាច់ពីគ្នាលើកង់នីមួយៗវាអាចគ្រប់គ្រងកម្លាំងបង្វិលថត Vectoring វាមានន័យថាកង់ខាងឆ្វេងបើជាប់ភក់កង់ទាំង3ផ្សេងទៀតនឹងធ្វើការរុញរថយន្តនេះចេញដោយស្វ័យប្រវត្តិតែម្ដងមួយវិញទៀតនោះគឺការបង្វិលខ្លួនបានរហូតដល់360ដឺក្រេឬក៏យើងហៅថា Panther ដោយសារតែម៉ូទ័រទាំង4របស់វាអាចបញ្ជាកង់ឲ្យផ្ទុយពីគ្នាបានវាក៏នាំឲ្យរថយន្តដ៏មហិមានេះអាចបង្វិលខ្លួនរហូតដល់360ដឺក្រេនៅនឹងកន្លែងក្នុងទីចង្អៀតវាប្រៀបដូចជាការបង្វិលខ្លួនរបស់រថក្រោះអញ្ចឹងអ្វីដែលកាន់តែពិសេសនោះគឺការគ្រប់គ្រងពេលវេលានៅពេលដែលរថយន្តផ្ទុះកង់ចំណុចនេះគឺចាត់ទុកថាចំណុចសុវត្ថិភាពបំផុតទោះបីជាបងប្អូនបែកកង់មួយក្នុងល្បឿន120គីឡូម៉ែត្រក្នុង1ម៉ោងក៏ប្រព័ន្ធម៉ូទ័រទាំង4ផ្សេងៗទៀតនឹងជួយរក្សាលំនឹង stability មិនឲ្យរថយន្តបងប្អូនរេចង្កូតឬក៏កឡាប់បានឡើយបើយើងនិយាយពីបច្ចេកវិទ្យាដែលអាចជួយសង្គ្រោះជីវិតនិងឆ្លងកាត់គ្រប់ឧបសគ្គបាននោះគឺមុខងារអណ្ដែតលើទឹកនេះឯងក្នុងស្ថានភាពអាសន្នដូចជាជួបទឹកជំនន់ដែលមានជម្រៅជ្រៅរថយន្តនេះនឹងធ្វើការបិទម៉ាស៊ីនភ្លាមៗបិទកញ្ចក់ជុំវិញខ្លួននិងបិទប្រព័ន្ធខ្យល់ចេញចូលដើម្បីកុំឲ្យទឹកចូលគេហៅថា flotation ឬមកបងប្អូនក៏អាចបញ្ជាវាឲ្យធ្វើកង់ដើម្បីរុញខ្លួនទៅមុខយឺតឆ្ពោះទៅរកកន្លែងដែលមានទីទួលសុវត្ថិភាពបានព្រមទាំងបានភ្ជាប់ជាមួយនឹងប្រព័ន្ធបូមដ៏ឆ្លាតវៃគេហៅថា Intelligent Hydraulic Body Control System DSOP ដែលអាចលើកកម្ពស់តួរថយន្តបានរហូតដល់15សង់ទីម៉ែត្របូករួមជាមួយនឹងមុខងារ Off-road ដ៏សម្បូរបែបវាអាចឆ្លងទឹកបានជម្រៅរហូតដល់1ម៉ែត្រដោយគ្មានបញ្ហារថយន្តនេះបានផ្ដល់ថាមពលសារ៉បជិត1180សេសនិងបានផ្ដល់កម្លាំងរមូលរហូតដល់1280 Nm SUV ទម្ងន់ 73.5 តោននេះអាចស្ទុះពី0ទៅ100គីឡូម៉ែត្រក្នុង1ម៉ោងប្រើពេលត្រឹមតែ 3.6 សេខិនប៉ុណ្ណោះគឺវាលឿនស្មើនឹង Supercar Lamborghini អញ្ចឹងប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា EREV ប្រើប្រាស់ជាមួយនឹងម៉ាសាំង 2.0 លីត្រ Turbo សម្រាប់តែសាកភ្លើងឲ្យអាគុយប៉ុណ្ណោះដែលធ្វើឲ្យវាអាចបើកបរបានចំ
ចម្ងាយសរុបរហូតដល់ 1000 គីឡូម៉ែត្របូករួមជាមួយនឹងកម្លាំងសាកថ្ម 110 គីឡូវ៉ាត់វាអាចសាកពី 30% ទៅ 80% ចំណាយពេលត្រឹមតែ 18 នាទីប៉ុណ្ណោះបើបងប្អូនក៏ឡែកមកមើលផ្នែកខាងក្នុងវិញភាពប្រណិតដែលបងប្អូននឹកស្មានម្ដងគឺការរៀបចំបែបលំដាប់មហាសេដ្ឋីកៅអីស្រោបដោយស្បែកណាប៉ាគុណភាពខ្ពស់បំផុតឆ្លងកាត់ដំណាក់កាលចម្រាញ់រហូតដល់ 78 ជំហានដើម្បីឲ្យមានគុណភាពទន់ដូចជាស្បែកមនុស្សអញ្ចឹងការប្រើជាមួយនឹងឈើប្រភេទ Sapele បែបធម្មជាតិផ្ដល់នូវភាពអធិកអធមនិងមានក្លិនក្រអូបស្រាលៗបានបំពាក់ជាមួយនឹង chip NVD Tri-Orin ប្រើប្រាស់ជាមួយនឹងប្រព័ន្ធបញ្ជាសំឡេង For Sound Voice Command ដែលអាចស្ដាប់និងឆ្លើយតបអ្នកដំណើរគ្រប់គ្នាដាច់ដោយឡែកពីគ្នាបានបំពាក់ជាមួយនឹងកាមេរ៉ាកម្ដៅ Thermal Camera សម្រាប់មើលស្ថានភាពផ្លូវពេលយប់ងងឹតខ្លាំងបានប្រើប្រាស់ជាមួយនឹងប្រព័ន្ធសំឡេង DIN Audio Platinum Avidian 22 គ្រាប់ផ្ដល់សំឡេងលំដាប់ពិភពលោកសម្រាប់ model UH Premium Edition គឺផ្ដល់ទៅលើភាពស៊ីវិល័យបំផុតការរចនាសម្ភារៈលំដាប់កម្ពស់ដូចជា logo សោមដោយមាស 24 ការ៉ាត់និងគ្រឿងលម្អប្រណិតបើយើងនិយាយពីតម្លៃរបស់វាវិញវាមានតម្លៃចន្លោះ 198,000 យួនបើគិតជាដុល្លារវាស្មើនឹង 15,000 ដុល្លារសម្រាប់តម្លៃនៅក្រៅប្រទេសវាគឺជាការទិញយកនៅបច្ចេកវិទ្យានិងប្រព័ន្ធសុវត្ថិភាពដែលលុយមិនអាចទិញបានពីរថយន្តដទៃយ៉ាងវ៉ាង UH វាគឺជាស្ដេចគ្រប់គ្រងទីក្រុងគ្រប់គ្រងព្រៃភ្នំនិងជាអ្នកដឹកនាំអនាគតតើបងប្អូនយល់យ៉ាងណាដែរចំពោះកម្ពុជារថយន្ត SUV មួយគ្រឿងនេះតើបច្ចេកវិទ្យាហែលទឹកនិងបង្វិលខ្លួនរបស់វាសមនឹងតម្លៃ 15,000 ដុល្លារដែរឬទេសូមបញ្ចេញមតិរបស់បងប្អូននៅក្រោមវីដេអូនេះហើយកុំភ្លេចជួយ share វីដេអូមួយនេះផងណាពីខ្ញុំទៅមានតែប៉ុណ្្នឹងនោះទេយើងនឹងជួបគ្នាវីដេអូក្រោយបាយបាយ